ឈប់រកលុយឲ្យម៉ាក់ទៀតមិនថាកូនរកបានប៉ុន្មានទេម៉ាក់មិនទទួលបានមួយកាក់មួយសេនទេម៉ាក់តើអ្នកកំពុងនិយាយអ្វីខ្ញុំផ្ទេរប្រាក់6,000យន់ទៅម៉ាក់ជារៀងរាល់ខែនៅថ្ងៃទី5ដែលបូកបញ្ចូលគ្នាយ៉ាងហោចណាស់70,000យន់ក្នុងមួយឆ្នាំតើខ្ញុំអាចមិនទទួលបានមួយកាក់មួយសេនដោយរបៀបណាតើអ្នកបានពិនិត្យជាមួយធនាគារហើយឬនៅមែនហើយខ្ញុំមិនទាន់បានទេម៉ាក់បានទៅធនាគារម្ដងទៀតនៅថ្ងៃនេះហើយអ្នកគិតលុយបាននិយាយថានៅសល់តែ5យន់ប៉ុណ្ណោះនៅក្នុងកាតម៉ាក់ខ្ញុំពិតជាមិនអាចបន្តបែបនេះបានទេវាមិនអាចទៅរួចទេទូរស័ព្ទរបស់ខ្ញុំកត់ត្រាការផ្ទេរប្រាក់បានច្បាស់លាស់ណាស់6,000យន់ជារៀងរាល់ខែតើប្រាក់ទាំងអស់នោះទៅណាម៉ាក់កុំបារម្ភអីខ្ញុំនឹងឈប់សម្រាកហើយត្រឡប់ទៅវិញភ្លាមគ្រាន់តែរងចាំកំណត់ត្រាផ្ទេរប្រាក់ទាំងអស់របស់ខ្ញុំលេខការទទួលពេលវេលានិងចំនួនទឹកប្រាក់ម៉ាក់និយាយត្រូវគាត់និយាយថាគាត់មិនបានទទួលមួយកាក់មួយសេនទេដូច្នេះតើប្រាក់នោះទៅណាម៉ាក់មើលទាំងនេះគឺជាកំណត់ត្រាផ្ទេរប្រាក់ប្រចាំខែខ្ញុំបានថតអេក្រង់និងរក្សាទុករាល់ប្រាក់ទាំងអស់ខ្ញុំមិនកុហកអ្នកទេខ្ញុំពិតជាបានផ្ទេរប្រាក់ជារៀងរាល់ខែមែនប៉ុន្តែពេលខ្ញុំទៅដកប្រាក់ជារៀងរាល់ខែមានតែ5យន់នៅក្នុងកាតរបស់ខ្ញុំប៉ុណ្ណោះវាមិនអាចទៅរួចទេខ្ញុំបានឲ្យអ្នក6,000យន់សម្រាប់ការចំណាយលើការរស់នៅជារៀងរាល់ខែម៉ាក់ប្រាប់ខ្ញុំតាមត្រង់មកតើម៉ាក់បានលួចយកលុយនោះទៅឲ្យក្រុមគ្រួសារបងប្រុសរបស់អ្នកមែនទេហ៊ានសង្ស័យខ្ញុំដោយរបៀបណាតើខ្ញុំត្រូវប្រើលុយរបស់អ្នកដើម្បីចិញ្ចឹមគាត់មែនទេតើអ្នកអាចធ្វើខុសលើម្ដាយរបស់អ្នកបែបនេះដោយរបៀបណាតើលុយនោះទៅណាលុយនេះមិនអាចបាត់ទៅណាដោយងាយនោះទេអ្នកមិនជឿខ្ញុំទេរកមើលដោយខ្លួនឯងមានត្រឹមតែ5យន់ក្នុងមួយដងលុយក្នុងកណីត្រូវបានកត់ត្រាទុកយ៉ាងច្បាស់នេះមិនត្រឹមត្រូវទេនេះមិនអាចទេខ្ញុំបានផ្ទេរប្រាក់យ៉ាងច្បាស់ហើយប៉ាសូមឲ្យខ្ញុំសួរប៉ាអ្វីមួយតើប៉ាដឹងលេខកូដសម្ងាត់សម្រាប់កាតធនាគាររបស់ម៉ាក់ទេតើខ្ញុំដឹងដោយរបៀបណាខ្ញុំមិនដែលសួរអំពីរបស់របររបស់ម៉ាក់ឯងទេគាត់កំណត់លេខកូដសម្ងាត់ដោយខ្លួនឯងតើអ្នកណាទៅជាមួយម៉ាក់ពេលគាត់ទៅដកប្រាក់នៅធនាគារគាត់ទៅតែម្នាក់ឯងខ្ញុំមានជើងឈឺហើយមិនអាចដើរឆ្ងាយបានទេដូច្នេះខ្ញុំមិនដែលទៅជាមួយគាត់ទេតើមានអ្នកណាផ្សេងទៀតបានប៉ះកាតរបស់ម៉ាក់ឬដឹងលេខកូដសម្ងាត់ទេប៉ាមិនធ្លាប់ទេមែនទេមានតែម៉ាក់ឯងទេដែលដឹងខ្ញុំមិនដឹងផងបងប្រុសអ្នកកំពុងសួរសំណួរដ៏ល្អមួយអ្នកមិនត្រឡប់មកវិញពេញមួយឆ្នាំទេហើយពេលអ្នកត្រឡប់មកវិញអ្នកសួរចម្លើយប៉ាដូចជាអ្នកកំពុងសួរចម្លើយចោលតើអ្នកចង់មានន័យយ៉ាងណាតើអ្នកសង្ស័យថាខ្ញុំនិងឪពុកបានលួចលុយរបស់អ្នកទេខ្ញុំមិនបាននិយាយថាអ្នកណាលួចលុយនោះទេខ្ញុំគ្រាន់តែព្យាយាមស្វែងរកកន្លែងដែលលុយទៅតើអ្នកជាអ្វីកំពុងស៊ើបអង្កេតប្រហែលជាអ្នកមិនរកលុយបានតតែសោះហើយគ្រាន់តែចង់ចោទប្រកាន់ឪពុកខ្ញុំនិងខ្ញុំប៉ុណ្ណោះអ្នកកំពុងដាក់បន្ទុកយើងពីបទលួចយ៉ាងណាមិញឪពុកខ្ញុំគ្រាន់តែជាឪពុកចុងរបស់អ្នកហើយខ្ញុំគ្រាន់តែជាមនុស្សចម្លែកដែលគ្មានសាច់ញាតិឈាមជាមួយអ្នកនោះហើយជាមូលហេតុដែលអ្នកមិនអាចទ្រាំទ្រនឹងឪពុកខ្ញុំនិងខ្ញុំហើយមិនចាត់ទុកយើងដូចជាក្រុមគ្រួសារសៀវយ៉ាងតើអ្នកហ៊ាននិយាយបែបនោះដោយរបៀបណាតើកូនប្រុសខ្ញុំនិយាយថាអ្នកលួចលុយនៅពេលណាស្ដាប់សំណួរដែលគាត់បានសួររាល់ពាក្យសម្ដីគឺសំដៅទៅលើខ្ញុំនិងប៉ាតើអ្នកណាមិនយល់ពីអ្វីដែលគាត់ចង់មានន័យមិនអីទេខ្ញុំនឹងមិនសួរទៀតទេខ្ញុំនឹងទៅធនាគារនៅព្រឹកស្អែកដើម្បីពិនិត្យមើលកំណត់ត្រាប្រតិបត្តិការអ្នកណាយកលុយនេះនោះនឹងច្បាស់តើអ្នកអាចបោះពុម្ពព័ត៌មានលម្អិតប្រតិបត្តិការពេញលេញសម្រាប់កាតនេះសម្រាប់ឆ្នាំកន្លងមកបានទេយល់ព្រមលោកសូមរងចាំ2-3នាទីគ្មានបញ្ហាទេខ្ញុំនឹងរងចាំលោកនេះជាកំណត់ត្រាប្រតិបត្តិការពេញលេញសម្រាប់កាតនេះក្រោមឈ្មោះម្ដាយរបស់អ្នកសូមពិនិត្យមើលវាបង្ហាញពីការផ្ទេរប្រាក់ចំនួន6,000យន់នៅថ្ងៃទី5នៃខែនីមួយប៉ុន្តែប្រាក់ត្រូវបានដកនៅថ្ងៃដែលសូមលោកគ្រូពិនិត្យមើលផងថាអ្នកណាជាអ្នកដកប្រាក់រាល់ពេលកំណត់ត្រានេះបង្ហាញពីស្ត្រីម្នាក់ឈ្មោះវ៉ាងស៊ីវឡានដែលដកប្រាក់ស្ទើរតែរៀងរាល់ខែនៅដើមដំបូងជួនកាលនៅបញ្ចូលជួនកាលនៅម៉ាស៊ីនម៉ាក់ដកប្រាក់ដោយខ្លួនឯងប៉ុន្តែគាត់និយាយយ៉ាងច្បាស់ថាគាត់មិនបានទទួលប្រាក់ទេតើម៉ាក់ចាំខុសទេមិនអីទេខ្ញុំយល់ហើយអរគុណម៉ាក់ខ្ញុំទើបតែបោះពុម្ពកំណត់ត្រាប្រតិបត្តិការនៅធនាគារដូច្នេះតើអ្នកបានរកឃើញអ្វីទេធនាគារបាននិយាយថាអ្នកបានដកប្រាក់ដោយខ្លួនឯងជារៀងរាល់ខែហើយប្រាក់បានមកដល់កន្នីនៅថ្ងៃទី5នៃខែនីមួយម៉ាក់អាចយកវាដោយរបៀបណាតើខ្ញុំធ្លាប់ដកប្រាក់នៅថ្ងៃទី5នៅពេលណាម៉ាក់តែងតែដកប្រាក់នៅថ្ងៃទី15នៃខែនីមួយតើម៉ាក់ប្រកាសទេថាម៉ាក់ដកប្រាក់តែនៅថ្ងៃទី15នៃខែនីមួយម៉ាក់ប្រកាសណាស់ការចងចាំរបស់ខ្ញុំល្អឥតខ្ចោះកុំបារម្ភអីម៉ាក់នឹងជួយម៉ាក់ស្វែងយល់សូមអភ័យទោស
តានេះជារឿងរបស់អ្នកស្រីវ៉ងឈីលិនដកប្រាក់2ដងក្នុងមួយខែមែនទេមែនហើយកំណត់ត្រាប្រព័ន្ធបង្ហាញម្ដងនៅដើមខែនិងម្ដងនៅពាក់កណ្ដាលខែលើកនេះចំនួនទឹកប្រាក់ដកប្រាក់មានចំនួនច្រើនប្រហែល51000ឥឡូវនេះខ្ញុំយល់ហើយមាននរណាម្នាក់បានធ្វើត្រាប់តាមម៉ាក់ខ្ញុំហើយដកប្រាក់នៅដើមខែដូច្នេះនៅពេលដែលម៉ាក់ទៅដកប្រាក់នៅថ្ងៃទី15គ្មានប្រាក់នៅសល់ក្នុងកាតទេសូមបោះពុម្ពប្រវត្តិប្រតិបត្តិការពេញលេញតើការដកប្រាក់នេះមួយទៅណាខ្ញុំត្រូវមើលកំណត់ត្រាទាំងអស់ជាពិសេសថាតើប្រាក់នេះត្រូវបានដាក់ចូលទៅក្នុងកាតផ្សេងទៀតបន្ទាប់ពីការដកប្រាក់ឬអត់បន្ទាប់មកខ្ញុំបានយកប្រវត្តិប្រតិបត្តិការហើយស្កេនវាមួយជួរប្រវត្តិប្រតិបត្តិការបានបង្ហាញថាប្រាក់ចំនួន51000ត្រូវបានដកនៅថ្ងៃទី5នៃខែនីមួយហើយបន្ទាប់មកដាក់ចូលទៅក្នុងលេខកាតមួយផ្សេងទៀតនៅម៉ាស៊ីនសាខាដែលនៅថ្ងៃដែរប៉ុន្តែលេខកាតមួយទៀតគឺជាលេខដែលមិនធ្លាប់ស្គាល់ច្បាស់ណាស់ថាមិនមែនជាអ្នកផ្សេងនៅក្នុងគ្រួសារដែលខ្ញុំស្គាល់នោះទេមាននរណាម្នាក់បានដកប្រាក់ទាំងអស់នៅក្នុងកាតក្នុងនាមម្ដាយរបស់ខ្ញុំតើនរណាម្នាក់អាចធ្វើបែបនេះដោយរបៀបណាជនល្មើសដែលទំនងបំផុតគឺនរណាម្នាក់ដែលយើងស្គាល់តើវាអាចជាអ្វីចៅយ៉ាងឬចៅជៀនគូទេគ្មានភស្តុតាងដើម្បីបញ្ជាក់ថាពួកគេបានធ្វើវាទេដូច្នេះយើងមិនអាចស៊ើបអង្កេតបន្ថែមទៀតបានទេតើយើងគួរហៅប៉ូលីសទេប្រសិនបើយើងហៅប៉ូលីសហើយវាពិតជាពួកគេមែនគ្រួសារនេះចប់ហើយម្ដាយរបស់ខ្ញុំបានរៀបការជាមួយចៅជៀនគូអស់រយៈពេល10ឆ្នាំមកហើយតើនាងនឹងប្រឈមមុខនឹងមនុស្សយ៉ាងដូចម្ដេចបន្ទាប់ពីនោះយើងមិនទាន់អាចហៅប៉ូលីសបាននៅឡើយទេដំបូងយើងត្រូវសង្កេតនិងប្រមូលតម្រុយនោះជាប្រាក់ដែលរកបានដោយលំបាកទាំងអស់ដែលខ្ញុំបានឲ្យម្ដាយរបស់ខ្ញុំនឹងយកវាមកវិញទាំងអស់គ្មាននរណាម្នាក់ដែលលួចប្រាក់នេះនិងរត់គេចខ្លួននោះទេយើងបានស៊ើបអង្កេតពេញមួយថ្ងៃប៉ុន្តែតើយើងបានរកឃើញអ្វីយើងធ្វើពុតជាទៅធនាគារពេញមួយថ្ងៃប៉ុន្តែយើងរកមិនឃើញអ្វីទេមែនទេចៅយ៉ាងកំពុងពាក់ស្បែកជើងប៉ាតាបោះពុំមានកំណត់ដែលទើបចេញថ្មីនិងអាវធំសហការម៉ាក់ទាន់សម័យនៅក្បែរគាត់គឺជាម៉ាស៊ីនហ្គេមថ្មីស្រឡាងមួយដែលមានម៉ូនីទ័រលំដាប់កម្ពស់ការរៀបចំទាំងមូលមានតម្លៃ72000យន្តគាត់នៅផ្ទះពេញមួយថ្ងៃហើយមិនធ្វើការទេតើគាត់បានលុយពីណាវាទំនងជាគាត់ណាស់តើអ្នកទិញស្បែកជើងទាំងនេះនៅពេលណាតើវាតាក់ទងនឹងអ្នកទេខ្ញុំរកលុយដោយខ្លួនឯងដែរអាវនេះក៏ជាអ្វីដែលអ្នករកដោយខ្លួនឯងដែរតើអ្នកកំពុងព្យាយាមនិយាយអ្វីអ្នកមិនធ្វើការអ្នកនៅផ្ទះពេញមួយថ្ងៃហើយអ្នកមិនមានប្រាក់ចំណូលត្រឹមត្រូវផងស្បែកជើងទាំងនេះមានតម្លៃជាង300យន្តអាវនេះមានតម្លៃជាង200យន្តម៉ាស៊ីនហ្គេមនិងម៉ូនីទ័រមានតម្លៃ72000យន្តតើអ្នកបានលុយពីណាដើម្បីទិញរបស់ទាំងនេះប្រាប់ខ្ញុំផងតើអ្នកមានអាជីវកម្មអ្វីដែលអ្នកបានលុយខ្ញុំមានសមត្ថភាពរកលុយដូច្នេះតើមានអ្វីកើតឡើងខ្ញុំមានវិធីមួយដូច្នេះហេតុអ្វីបានជាអ្នកជ្រៀតជ្រែកជាមួយរបៀបដែលខ្ញុំរកវាអ្នកស្ទើរតែមិនដែលចាក់ចេញពីផ្ទះទេចំណាយពេលទាំងអស់របស់អ្នកលេងហ្គេមនិងបញ្ជាទិញអាហារពីខាងក្រៅលុយរបស់អ្នកធ្លាក់ពីលើមេឃអ្នកមានអារម្មណ៍ថាមានកំហុសដូច្នេះអ្នកកំពុងគប់របស់របរនិងបិទទ្វារព្រោះអ្នកមានកំហុសគាត់ប្រហែលជាភ័យស្លន់ស្លោឥឡូវនេះខ្លាចខ្ញុំពិតជានឹងដឹងរងចាំបន្តិចសិនពេលខ្ញុំរកឃើញភស្តុតាងចាំមើលថាតើអ្នកអាចបន្តសកម្មភាពនេះបានរយៈពេលប៉ុន្មានតើអ្នកកំពុងធ្វើអ្វីក្នុងរយៈពេលក្រោយសម្រាលកូនផ្ទះបាយមានផ្សែងច្រើនចេញទៅខាងក្រៅហើយរងចាំអាហារវានឹងរួចរាល់ឆាប់នេះប៉ាខ្ញុំមានសំណួរមួយសម្រាប់អ្នកតើអ្នកដឹងពាក្យសម្ងាត់កាតធនាគាររបស់ម៉ាក់ទេតើខ្ញុំមិនបាននិយាយថាខ្ញុំមិនដែលសួរអំពីរបស់ម្ដាយអ្នកទេគាត់កំណត់ពាក្យសម្ងាត់ដោយខ្លួនឯងតើខ្ញុំដឹងដោយរបៀបណាបន្ទាប់មកសូមឲ្យខ្ញុំសួរអ្នកតើចៅយ៉ាងដឹងពាក្យសម្ងាត់ទេតើគាត់អាចដឹងដោយរបៀបណាអ្វីដែលគាត់ធ្វើគឺលេងហ្គេមគាត់មិនទទួលខុសត្រូវពេញមួយថ្ងៃគាត់មិនខ្វល់ពីកិច្ចការរបស់ម្ដាយអ្នកដែរមិនអីទេបើគាត់មិនដឹងមិនអីទេរូបរាងរបស់គាត់ស្ទើរតែមានសរសេរពាក្យថាពួកខ្ញុំបានធ្វើរឿងនេះចំពោះអ្នកពេញមុខរបស់គាត់ចៅជៀនគូខ្ញុំចាត់ទុកអ្នកដូចជាក្រុមគ្រួសារខ្ញុំថែមទាំងផ្ដល់ឲ្យអ្នកបន្ថែម200យន្តក្នុងមួយខែសម្រាប់ការចំណាយលើការរស់នៅតើអ្នកល្អចំពោះខ្ញុំប៉ុណ្ណាដោយសារអ្នកប្រសិនបើអ្នកនិងកូនប្រុសរបស់អ្នកសហការគ្នាដើម្បីបោកប្រាស់ម៉ាក់ខ្ញុំនោះកុំបន្ទោសខ្ញុំថាខូខើនៅទីបញ្ចប់ខ្ញុំបានដាក់អន្ទាក់ដោយធ្វើពុតជាខ្ញុំមានដំណើរអាជីវកម្មបន្ទាន់ម៉ាក់ក្រុមហ៊ុនរបស់អ្នកទើបតែទូរស័ព្ទមកប្រាប់ថាមានបញ្ហាបន្ទាន់ជាមួយគម្រោងនេះហើយខ្ញុំត្រូវដោះស្រាយវាជាបន្ទាន់វាអាចចំណាយ